editor រួចអស់ហើយលោកគ្រូអ្នកគ្រូចាអញ្ចឹងនៅពេលដែលគ្រូចូលមកលោកគ្រូគ្រាន់តែជ្រើសរើសសាលារបស់លោកគ្រូអ្នកគ្រូមកចាអញ្ចឹងខ្ញុំឧទាហរណ៍នៅសាលាបឹងឈូកចាលោកគ្រូអ្នកគ្រូតន់កន្លែងហ្នឹងលោកគ្រូអ្នកគ្រូអញ្ចឹងយើងចូលទៅក្នុង link ហ្នឹងមកបន្ទាប់មកលោកគ្រូអ្នកគ្រូចុចនៅលើ link អាពណ៌ខៀវហ្នឹងមកចុចចូលមកចូលសាលារបស់លោកគ្រូអ្នកគ្រូតន់កន្លែងហ្នឹងអត់ចាចឹងបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូឃើញអាផ្ទាំងកន្លែងបន្ទាប់ពីខេត្តពោធិ៍សាត់នេះលោកគ្រូអ្នកគ្រូឃើញផ្ទាំងលឿងនេះអត់ទាន់រើសឈ្មោះសាលាទេអញ្ចឹងលោកគ្រូអ្នកគ្រូប្រយ័ត្នច្រឡំនៅពេលដែលតែកន្លែងនេះប្រហែលជាខ្ញុំអាចនឹងរើសឲ្យបដ ாய் ខ្លាចលោកគ្រូអ្នកគ្រូចូលទៅប្រើប្រាស់របស់សាលាគេអញ្ចឹងមុននឹងបើសិនលោកគ្រូអ្នកគ្រូអាចចូលបានអញ្ចឹងលោកគ្រូអ្នកគ្រូអាចចូលទៅយកទៅប៉ុន្តែខ្ញុំគិតថាក្រែងលោលោកគ្រូអ្នកគ្រូច្រឡំចុចចូលអាលើនេះចេញទៅអាក្រោមអញ្ចឹងណាអញ្ចឹងខ្ញុំនឹងអាចថាខ្ញុំជ្រើសរើសឲ្យលោកគ្រូអ្នកគ្រូហើយអញ្ចឹងយើងអាចថានៅពេលលោកគ្រូអ្នកគ្រូជ្រើសរើសមើលលោកគ្រូអ្នកគ្រូត្រូវមើលលេខខាងលើនេះតើលេខនឹងប៉ុន្មានអញ្ចឹងនេះគឺ74ចុច3អញ្ចឹងលោកគ្រូអ្នកគ្រូត្រូវរើសនៅកន្លែងឈ្មោះសាលាគឺប៉ុណ្្នឹងដូចគ្នាអញ្ចឹងទៅវាប្រើត្រឹមត្រូវចាបន្ទាប់មករបៀបនេះគឺលោកគ្រូអ្នកគ្រូដាក់កន្លែងនេះគឺដូចគ្នាដដែលទេដូចជាឆ្នាំមុនដែរជាងតកតងនឹងការដាក់ GPS បើលោកគ្រូមាន link ឆ្នាំតមិញគាត់តែ copy link នៅក្នុងឆ្នាំតមិញយកមកដាក់តែម្ដងមកកន្លែងGPS ហ្នឹងលោកគ្រូចាបន្ទាប់មកលោកគ្រូអាចមើលជួរឆកន្លែង C ហ្នឹងអស់សិនទៅចាំយើងទៅតទៀតអញ្ចឹងអាស័យដ្ឋានបច្ចុប្បន្នអញ្ចឹងនៅសាលាបឹងឈប់នៅភូមិអីលោកគ្រូដាក់ភូមិហ្នឹងមកហើយបន្ទាប់មកប្រធានកកសអញ្ចឹងគាត់ស្រីប្រុសនិយាយអីគេលោកគ្រូដាក់តាមហ្នឹងមកចាអញ្ចឹងកន្លែងនេះខ្ញុំសុំតិចលឿនអត់មានអីពិបាកទេដូចឆ្នាំមុនដែរចាអញ្ចឹងឧទាហរណ៍ថាតានេះបំពេញអញ្ចឹងណាលោកគ្រូអញ្ចឹងនៅពេលដែលគ្រូអ្នកគ្រូបំពេញវានឹងលោតនៅខាងក្រោមមានថាមកជួរនេះវានឹងលោតចាប់មកថាលោកគ្រូអ្នកគ្រូបញ្ចូលបានមានតន័យមួយចាលោកគ្រូអ្នកគ្រូអាចរុញវាទាញមកនេះប្រើអាក្រោមនេះក៏បានដែរចាមកខាងស្ដាំនេះទៀតអីយ៉ាជាលោកគ្រូអ្នកគ្រូអាចមើលតាមនេះចាំបើសិនជាសាលាលោកគ្រូអ្នកគ្រូនៅក្នុងស្រុកលោកគ្រូអ្នកគ្រូយកឃុំតែបើសិនជានៅក្នុងក្រុងលោកគ្រូអ្នកគ្រូរើសយកសង្កាត់ចាតបមកលោកគ្រូអ្នកគ្រូសរសេរមកភូមិអីឃុំអីចឹងមកចាអូកន្លែងនេះដាក់កន្លែងនេះឲ្យហើយសិនអញ្ចឹងកន្លែងឧទាហរណ៍ងារកន្លែងប្រធានកកសនេះអាចថាគាត់ឈ្មោះអីគេលោកគ្រូសរសេរមកចាអញ្ចឹងនីយការលោកគ្រូសាលជាងខ្ញុំដឹងជាងខ្ញុំដាក់លោកគ្រូសាចឹងទៅចាដូចអាយធីអ្នកគ្រូឋានចិន្តាចាអញ្ចឹងឧទាហរណ៍ថាប្រធានកកសគាត់ឈ្មោះហ្នឹងចឹងទៅគាត់ប្រុសចាអញ្ចឹងនេះភេទឬធម្មតាលោកគ្រូអ្នកគ្រូចាហើយឃុំនេះដូចគ្នាដូចឃុំអីគេអញ្ចឹងដាក់តាមហ្នឹងមកចាឃុំអីចឹងទៅកម្រិតសាលាគឺយើងបឋមស្ថិតនៅណាទីប្រជុំជនធម្មតាអីចឹងមកលោកគ្រូដាក់មកហើយកម្មវិធីជួយសិស្សរៀនយឺតនិងពិការភាពតើសាលាលោកគ្រូបានជួយអត់ចាបើសិនជាបានលោកគ្រូរើសបានបើសិនជាអត់ទេលោកគ្រូដាក់ថាកំពុងបើសិនជាអត់ទេលោកគ្រូដាក់ថាមិនមានចាអញ្ចឹងមកបន្ទាប់មកកន្លែងនេះម៉ាស៊ីនចម្រោះទឹកស្អាតមានអត់សាលាលោកគ្រូអ្នកគ្រូបើសិនជាមានតើផ្ដល់ជំនួយពីណាមកchứបើអត់ទេលោកគ្រូដាក់ថាមិនមានអញ្ចឹងលោកគ្រូឃើញនៅពេលដែលយើងបំពេញពេញមកជួរឆវានឹងចាប់ទៅន័យថាមានចាបន្ទាប់មកកន្លែងនេះចំនួនថ្នាក់តាមជាក់ស្ដែងបើសិនជាមាន5លោកគ្រូដាក់5មកមាន10ដាក់5 10ដល់ពេលលេខកូដសាលាដូចគ្នាដាក់ប៉ុន្មានដាក់មកតាមជាក់ស្ដែងចាដូចកន្លែងនេះដូចខ្ញុំប្រាប់ដែរបើសិនជានៅស្រុកគឺយើងស្រុកធម្មតាតែបើសិនជានៅកម្រិតនៅក្រុងគឺយើងយកក្រុងចាជាលោកគ្រូបំពេញជាក់ស្ដែងមកហើយកន្លែងបណ្ដាញអគ្គិសនីគឺដូចគ្នាតើអគ្គិសនីរដ្ឋឯកជនឬក៏ប្រើសូឡាឬក៏អាគុយបើអត់មានទេលោកគ្រូដាក់ថាមិនមាន
ចាតមកលោកគ្រូមើលមួយទៀតគឺកន្លែងនេះគឺចំនួនថ្នាក់រៀនមានកម្មវិធីជួយសិស្សរៀនយឺតនិងពិការអញ្ចឹងបើសិនជាលោកគ្រូដាក់កន្លែងនេះមិនមានហើយកន្លែងនេះគឺយើងដាក់លេខប៉ុន្មានលោកគ្រូខ្ញុំនិយាយតែឯងតែដឹងលោកគ្រូលឺខ្ញុំដែរលឺតែលោកគ្រូលឺអ្នកគ្រូលឺអត់លឺឆ្លើយខ្ញុំអន់ចិត្តលោកគ្រូបងចង់អារម្មណ៍បងតែអញ្ចឹងដល់ពេលអត់មានទេចឹងកន្លែងនេះគឺយើងដាក់លេខ0នេះចាតែបើសិនជាលោកគ្រូដាក់ថាមានដំណើរការចឹងយើងដាក់តាមជាក់ស្ដែងមកចាហើយកន្លែងនេះចម្ងាយអង្គភាពពីទីរួមខេត្តកន្លែងនេះយើងគិត2នាទីមកសាលាយើងលោកគ្រូចាអញ្ចឹងឧទាហរណ៍ថាសាលាបឹងឈូក2នាទីមកនេះថា30គីឡូចាខ្ញុំមិនដឹងទេបណ្ដៃចេះដាក់ទៅហើយអានេះផ្ទៃកាឡាគឺដូចគ្នាឧទាហរណ៍ថា10000អីចឹងទៅឧទាហរណ៍ចាហើយរៀនពេញមួយថ្ងៃអត់បើមានដាក់បានដំណើរការបើអត់ទេដាក់កំពុងបើសិនជាលោកគ្រូរៀបកំពុងដំណើរការអីចឹងទៅបើសិនជាអត់មានទេដាក់ថាមិនមានហើយតួនាទីនេះគឺតួនាទីរបស់ប្រធានកកសហើយកន្លែងនេះអ៊ីមែលរបស់លោកគ្រូនាយកហើយនេះអ៊ីមែលរបស់ ICT សាលាហើយសាលាបឹងឈូកឧទាហរណ៍ថាមាន Wi-Fi ដាក់ Wi-Fi បើសិនជាអត់ទេប្រើអ៊ីនធឺណិតទូរស័ព្ទបានយើងដាក់ថា mobile data hotspot ហ្នឹងទៅហើយក៏អត់មានទេដាក់ថាមិនមានតែជឿថាឥឡូវមិនមានអ៊ីនធឺណិតប្រព័ន្ធអ៊ីនធឺណិតទេចាអញ្ចឹងយើងដាក់តាមជាក់ស្ដែងលោកគ្រូចាកន្លែងនេះគឺមានថាចំនួនសិស្សដែលយើងបានជួយអញ្ចឹងបើសិនជាកន្លែងនេះ0ហើយកន្លែងនេះមានចំនួនសិស្សអត់លោកគ្រូអត់ឆ្លើយទេណាអត់មានទេអញ្ចឹងកន្លែងនេះចំណុះគឺយើងដាក់0មកលោកគ្រូចាហើយបឋមភូមិចំណុះរបស់មត្តេយនេះយើងត្រូវដាក់ឧទាហរណ៍ថាក្នុងបឋមមត្តេយដាច់មត្តេយយើងនៅក្នុងបឋមអញ្ចឹងយើងដាក់មកថាចំនួនភូមិនៅក្នុងមត្តេយហ្នឹងមានចំនួនប៉ុន្មានភូមិនៅក្នុងចំណុះរបស់យើងឧទាហរណ៍មាន2ដាក់2បើមាន3ដាក់3មកតែបើអត់ទេដាក់0ចាហើយមួយទៀតកន្លែងនេះលោកគ្រូយើងចំពោះយើងបឋមសិក្សាគឺយើងមិនមានសិស្សប្រឡងទុតិយភូមិទេអញ្ចឹងយើងដាក់ថាមិនមានអញ្ចឹងលោកគ្រូឃើញវាមានតន័យកន្លែងនេះភាសាខ្ញុំអត់ពេញចាមានដូចគ្នាអញ្ចឹងកន្លែងទំព័រដើមនេះលោកគ្រូតាន់អត់ឬក៏លឿនពេកអត់យកកន្លែងណាលោកគ្រូអាចលើកឡើងឲ្យហើយខ្ញុំទៅផ្នែកបន្តទៀតលោកគ្រូអាហ្នឹងដូចស្រៀងឆ្នាំមុនដែរចាអត់ស្រៀងទេលោកគ្រូដូចឆ្នាំតមិញដែរប៉ុន្តែខុសតែកន្លែងនេះបន្តិចហើយគេថែមតកតនឹងកន្លែងចំនួនថ្នាក់នេះខុសនឹងកន្លែងនេះតិចតួចទេយើងអាច copy ពីអាមុនយកដាក់ប៉ុន្តែមិនមែន copy ទាំងអស់ណា copy មួយចាអញ្ចឹងកន្លែងតំព័រដើមលោកគ្រូអត់មានអីជាចម្ងល់ណាខ្ញុំសុំទៅសួស្តីអ្នកគ្រូចាអ្នកគ្រូកន្លែងកម្មវិធីជួយសិស្សរៀនយឺតយើងមានប៉ុន្តែកម្មវិធីជួយសិស្សពិការនោះអត់មានផងអ្នកគ្រូអានឹងយើងដាក់មិនរួមចាលោកគ្រូរួមចាអូចាអញ្ចឹងយើងដាក់មានមែនអ្នកគ្រូចាបើសិនសាលាលោកគ្រូមានយើងដាក់បានដំណើរការអញ្ចឹងចំនួនថ្នាក់បាទអ្នកគ្រូបាទមានប្រហែលឧទាហរណ៍លោកគ្រូមានទាំង5ថ្នាក់ឧទាហរណ៍មាន5ថ្នាក់បានទាំង5ថ្នាក់ដាក់5មកហើយចំនួនសិស្សដែលយើងបានជួយហ្នឹងប្រហែលអញ្ចឹងឧទាហរណ៍5ថ្នាក់ហ្នឹងមាន40អញ្ចឹងដាក់40ទៅស្រី25អីចឹងទៅតោះណាលោកគ្រូបាទអ្នកគ្រូអរគុណច្រើនអ្នកគ្រូចាលោកគ្រូអញ្ចឹងខ្ញុំសូមបន្តទៅព័ត៌មានទិន្នន័យសាលាបន្តចាអញ្ចឹងកន្លែងនេះអត់មានអីប្រែប្រួលទេតាមខ្ញុំមើលគឺវាដូចតែឆ្នាំតមិញទេអញ្ចឹងលោកគ្រូអ្នកគ្រូមានចម្ងល់ឬក៏អត់អញ្ចឹងបើសិនជានេះខ្ញុំទៅបន្តទៀតបណ្ដោយគួរឲ្យខ្ញុំបង្ហាញអត់លោកគ្រូអ្នកគ្រូកន្លែងហ្នឹងខ្ញុំសូមយោបល់ពីលោកគ្រូអ្នកគ្រូវិញពួកលោកគ្រូអ្នកគ្រូនេះពេញណាបង្ហាញអ្នកគ្រូបង្ហាញបង្ហាញលោកគ្រូចាអញ្ចឹងខ្ញុំបង្ហាញឲ្យចាអញ្ចឹងតកតងនឹងផ្នែកខាងលើនេះគឺយើងអត់បំពេញទេណាលោកគ្រូអ្នកគ្រូនេះនិយាយទៅចាប់ពីកន្លែងសាលារៀននេះមកគឺយើងអត់បំពេញទេអញ្ចឹងយើងចាប់បំពេញពីទិន្នន័យសាលានិង
ហេដ្ឋារចនាសម្ព័ន្ធយកតែម្ដងចាអញ្ចឹងកន្លែងនេះគឺយើងចាប់មកទិន្នន័យកន្លែងហ្នឹងតែម្ដងគឺបើសិនជាមានទិន្នន័យគឺយើងនិយាយទៅទាំងអស់ហ្នឹងបើសិនជាមានទិន្នន័យគឺវាលោតមកទាំងអស់ហើយកន្លែងនេះគឺគេចាប់មកជួយឈរ C កន្លែងនេះមកជួយឈរ E អញ្ចឹងទៅចាអញ្ចឹងយើងចាប់តាមមើលតាមហ្នឹងមកលោកគ្រូហើយលោកគ្រូព្យាយាមអានកន្លែងហ្នឹងបន្តិចលោកគ្រូចាអញ្ចឹងតកតងនឹងរបងនិងខ្លោងទ្វារអញ្ចឹងលោកគ្រូបានសាងសង់អត់អញ្ចឹងកន្លែងយើងចូលមកគឺបានធ្វើបច្ចុប្បន្នភាពក្នុងក្នុងដល់ម៉ងមានថាឥឡូវយើងបញ្យល់តាមធម្មតាសិនមិនបានធ្វើបច្ចុប្បន្នភាពមានថានេះកន្លែងនេះបានជួសជុលអញ្ចឹងឧទាហរណ៍ថារបងខ្លោងទ្វារលោកគ្រូបានជួសជុលមកបើសិនជាអត់ទេអត់មកហើយបើបានសាងសង់ថ្មីដាក់សាងសង់ថ្មីកន្លែងធ្វើបច្ចុប្បន្នភាពនៅក្នុងខ្លងនៃម៉ងនេះមានហៅឧទាហរណ៍ថាសាលាលោកគ្រូបានទិញដីថ្មីនៅព្រិចបន្ថែមព្រិចមានថាលោកគ្រូបានធ្វើបច្ចុប្បន្នភាពក្នុងខ្លងសាលារបស់លោកគ្រូនៅតែបើសិនអត់ទេលោកគ្រូដាក់ថាមិនបានមកតោះហ្នឹងកន្លែងហ្នឹងលោកគ្រូតែបើសិនជាឧទាហរណ៍ថាសាលាលោកគ្រូអត់មានអីទេគឺយើងដាក់ថាមិនមានទៅមានថានៅដដែលអត់មានបានប្រែប្រួលអីទេប៉ុន្តែខ្ញុំជឿថាប្រហែលជាបានលាបថ្នាំលាបអីឯមែនអត់លោកគ្រូអញ្ចឹងយើងអាចដាក់ថាបានជួសជុលមកតែបើសិនជាសាលាលោកគ្រូបានសាងសង់ថ្មីលោកគ្រូដាក់ថាបានសាងសង់ថ្មីចាកន្លែងបន្ទប់អាគារនិងបន្ទប់រៀននេះដូចគ្នាដែរលោកគ្រូចាអញ្ចឹងយើងរើសតាមធម្មតាដូចគ្នាទាំងអស់បើសិនជាអត់មានលោកគ្រូដាក់ថាមិនមានមកអញ្ចឹងខ្ញុំសូមទៅមកជួរនេះហើយចាអញ្ចឹងចំនួនអាគារជាក់ស្ដែងឧទាហរណ៍សាលាលោកគ្រូមាន2អាគារដាក់2អាគារមានអាគារថ្មីអត់បើអត់ទេដាក់0ចាហើយអាគារទាំងពីរហ្នឹងគឺមានមធ្យមអត់បើមានមធ្យម1ឧទាហរណ៍ហើយចាស់ទឹកត្រូម1ប៉ុន្តែឧទាហរណ៍ថាសាលាលោកគ្រូបានធ្វើអាគារមួយដែលកំពុងតែសាងសង់មានថាគេឲ្យថ្មីអីចឹងណាចឹងដាក់1មកឧទាហរណ៍តែបើអត់ទេលោកគ្រូដាក់0ហើយសាលាបឋមយើងគឺអត់ទាន់មានអាគាររបស់គម្រោងជីបទេអញ្ចឹងគេដាក់0មកហើយមួយទៀតអាគាររបស់លោកគ្រូស្ថិតនៅក្នុងទីតាំងលិចទឹកអត់បើលិចមានថាទាំងពីរនេះមានលិចទឹកទាំងពីរអត់បើមានដាក់0មកអត់ទេសំទោសបើសិនជាឧទាហរណ៍ថាកន្លែងនេះបើសិនជាមានអាគារលិចទឹកដាក់1អញ្ចឹងកន្លែងសរុបនេះគឺឡើងទៅជា3ហើយចាអញ្ចឹងមានថានេះចំនួនអាគារសរុបទាំងអស់នេះបានចំនួនសរុបអាគារហ្នឹងហើយមួយទៀតចំនួនកុំព្យូទ័រសម្រាប់គម្រោងជីបគឺគាត់បានហើយប៉ុន្តែគម្រោងជីប AS គឺគាត់អត់ទាន់មានទេចាហើយខ្ញុំឮព័ត៌មានថាក្រុងនឹងអាចនឹងចុងឆ្នាំអាចនឹងចុងឆ្នាំឬក៏ដើមឆ្នាំទៅទទួលបានដោយសារគេកំពុងតែរងចាំថវិកាដែរអញ្ចឹងបើជីបគាត់ទទួលបានកុំព្យូទ័រមួយប្រើបានគឺមួយលោកគ្រូចាសហគមន៍អញ្ចឹងសាលាខ្លះគឺគាត់បានឧបត្ថម្ភពីសហគមន៍ឬក៏អង្គការគេបើមានលោកគ្រូដាក់មកតែបើអត់ទេយើងដាក់0ប្រើបានអត់ដែរចាអញ្ចឹងជួរឆCនេះអស់ហើយគឺយើងសុំទៅបន្តទៀតកន្លែងនេះប្រគុណអនាម័យដូចគ្នាលោកគ្រូកន្លែងហ្នឹងគឺខ្ញុំសុំអត់បង្ហាញទេបើសិនជាមានលោកគ្រូដាក់មានបើសិនជាអត់ទៅចាអញ្ចឹងអាគារទីទួលនេះថាអត់ដែរទៅចាតែអាគារដូចនៅបឋមប្រម៉ោយគាត់មាន2ជាន់មាន3ជាន់ទេដល់គ្រូចាបើសិនជាមានដាក់កន្លែងហ្នឹងមកហើយអន្តេវាសិកបើសិនជាមានដូចនៅបឋមយើងដូចអត់មានទេនៅមធ្យមអត់មានចាហើយស្លាយនេះសម្រាប់ជីបគឺមានសម្រាប់អ្នកគ្រូនេះចាអ្នកគ្រូចំនួនអាគារស្ថិតនៅលើទីទួលហ្នឹងគួរតែដាក់ទេអ្នកគ្រូលោកគ្រូមានលោកគ្រូដាក់មកលោកគ្រូចឹងយើងអត់មានផុតពីណាពីណីផងយើងមិនដាក់ដូចអាគារខ្ញុំចឹង2អញ្ចឹងដាក់2ទៅដូចនៅទីទួលញ៉ាំ2ដាក់2មកប៉ុន្តែតលោកគ្រូសរុបនៅកន្លែងនេះបាទហ្នឹងហើយណាចាអញ្ចឹងសរុបទាំងអស់ចាអញ្ចឹងមួយទៀតផុតពីដីមានថាគេមានសសរមានដូចកន្លែងនៅកន្លែងទឹកគេមានសសរដូចផ្ទះអញ្ចឹងគេមានធ្វើសសរហើយគេមានចដើឡើងទៅសាលាអាគារសាលាអញ្ចឹងណាតែបើសិនជាមានលោកគ្រូដូចដល់នេះនៅយើងមានខាងកំពង់លួងអញ្ចឹងហើយចា
mình ở sọc pa nhóm cứ miền thưa xong là sao ta vì bạch hôm nâng ca lịch tực về tực lang mồm chả chẳng lẽ này là cô này cô anh nó hay đã tam thỏm đà nào hay sầmรับคอมพิวเตอร์នេះដូចខ្ញុំបាននិយាយចឹងគឺមាន chip គឺគាត់ទទួលបានតែ chip AS គឺនៅទេចាអញ្ចឹងកន្លែងនេះដូចគ្នាដែរនិយាយទៅលោកគ្រូអានមកធម្មតាទេដាក់ធម្មតាមកកន្លែងហ្នឹងអត់មានដាក់មានមកអត់មានគឺដាក់មិនមានទៅចាអញ្ចឹងខ្ញុំចូលកន្លែងនេះមួយទៀតគឺតកតនឹងលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិអញ្ចឹងសម្រាប់យើងគឺនៅបឋមទេអញ្ចឹងកន្លែងហ្នឹងលោកគ្រូដាក់0ទៅចាដាក់0ទាំងអស់ទៅអញ្ចឹងអូសវាមកចាអញ្ចឹងកន្លែង0ចានេះដូចគ្នា0ដែរចា0អញ្ចឹងកន្លែងនេះអត់អីទេមិនដាក់ទេចាតទៀតនៅសាលាលោកគ្រូគេលោកគ្រូមាននាយកល្អអត់ហើយគឺចន្លោះពីឆ្នាំ2010ទៅ2020កម្រិតថ្នាក់ជាតិលោកគ្រូថ្នាក់ខេត្តគឺគេអត់យកទេគឺគេយកថ្នាក់ជាតិចាអញ្ចឹងបើសិនជាមានពីឆ្នាំ2010ដល់2020បើមានលោកគ្រូដាក់មានមកហើយចំណាត់ថ្នាក់គាត់ទទួលបានមិនមែនតែបើអត់មានទេយើងដាក់ថាមិនមានហើយឆ្នាំ2021ដល់2023ហ្នឹងមាននាយកល្អឬគ្រូល្អអត់បើមានលោកគ្រូដាក់មកថាគាត់មានចំណាត់ថ្នាក់ប្រហែលចាកន្លែងនេះដាក់នាយកណាលោកគ្រូចាអញ្ចឹងកន្លែងសាលារៀនស្អាតដូចគ្នាយកថ្នាក់ជាតិទៅលោកគ្រូចាអង្គភាពដូចគ្នាដែរកន្លែងនេះដូចគ្នាគ្រូខ្មែរពី1ដល់3គណិតពី1ដល់3ចំនួនគ្រូល្អអញ្ចឹងនៅក្នុងសាលាគ្រូមានគ្រូល្អពី2010ដល់2020ម៉ាន21ម៉ាន22ម៉ាន23ម៉ានហើយមួយទៀតវិជ្ជាជីវៈដំបូងកន្លែងនេះសម្រាប់ថ្នាក់បឋមយើងដូចអត់ទាន់មានទេតែមធ្យមហើយនឹងកុមារតូចគឺគេមានហើយចាហើយកន្លែងនេះលោកគ្រូមិនបំពេញទេកន្លែងនេះបើសិនជាសាលាគ្រូមានអង្គការណាជួយលោកគ្រូអាចដាក់នេះមកដោយយើងតកតនឹងកញ្ចប់ដំណើរដំបូងយើងមានណាលោកមែនលោកគ្រូគឺមកពីអង្គការ UNICEF អញ្ចឹងលោកគ្រូដាក់មកហើយដូចជាសាលាខ្លះទៀតមានអីគេVOD អីគេ DD លោកគ្រូហើយបើសិនជាមានអាហ្នឹងគឺយើងដាក់ឈ្មោះមកគាត់ជួយនៅលើអីគេហើយមាន WFP ណាគ្រូចាអាហ្នឹងក៏បានហ្នឹងហើយស្បៀងមួយទៀត WFP ហ្នឹងក៏នេះដែរក៏ដាក់លោកគ្រូដាក់ដែរបើសិនជាលោកគ្រូនៅសាលាបឹងឈូកដូចជាមានកញ្ចប់ស្បៀងហ្នឹងអញ្ចឹងឧទាហរណ៍យើងដាក់មក WFP ចាអញ្ចឹងជួយលើស្បៀងអាហារពេលព្រឹកចាអញ្ចឹងបើតាខ្ញុំហ្នឹងគឺកំពុងតែជួយចាអញ្ចឹងរយៈពេលប៉ុន្មានហើយអញ្ចឹងឧទាហរណ៍ថាលោកគ្រូចូលតាំងពី2018ឧទាហរណ៍អញ្ចឹង2018មកដល់2025គឺ7ឆ្នាំហើយចាអញ្ចឹងពីឆ្នាំណាអញ្ចឹងយើងដាក់មក2018ដល់2025ឬក៏បច្ចុប្បន្នមកលោកគ្រូចាតែតើណាលោកគ្រូហើយឧទាហរណ៍ថាមួយទៀតឧទាហរណ៍ថាក្រុមហ៊ុននេះមួយទៀតគឺស៊ីប៉ាឧទាហរណ៍ស៊ីប៉ាស្អីមិនគ្រូចេះស៊ីប៉ាចាអញ្ចឹងឧទាហរណ៍ថាតកតងនឹងអីគេបណ្ណាល័យឧទាហរណ៍ពួកអីគាត់សភៅចាឧទាហរណ៍អញ្ចឹងមកប៉ុន្តែឥឡូវគាត់ឡើងជួយហីអញ្ចឹងមានថាបានជួយកន្លងមកអញ្ចឹងគាត់ជួយបានប៉ុន្មានអញ្ចឹងឧទាហរណ៍ថាគាត់ជួយបាន3ខែលោកគ្រូដាក់3ខែមកចាអញ្ចឹងពីណាដល់ណាអញ្ចឹងលោកគ្រូអាចថាពីខែមករាឆ្នាំ
ឥឡូវ2024ថាអញ្ចឹង2024ដល់មេសា2024អញ្ចឹងមកតោះណាលោកគ្រូអ្នកគ្រូកន្លែងហ្នឹងណាចាបន្ទាប់មកកន្លែងនេះមតីចំណុះឧទាហរណ៍ថាបឹងឈូកបានពីមតីណាខ្លះឧទាហរណ៍នៅក្នុងបើមាននៅណាឧទាហរណ៍ដូចសាលាបឋមពោធិ៍សាត់អញ្ចឹងបឋមពោធិ៍សាត់មានមតីធនធានពោធិ៍សាត់ឬក៏ណែប៉ុណ្ណឹងចាស់ឬក៏ដាក់ប៉ុណ្ណឹងមកហើយកន្លែងនេះលោកគ្រូអាចដាក់មកធនធានឧទាហរណ៍អាហ្នឹងលោកគ្រូចំណុះសិក្សារបស់លោកគ្រូអ្នកគ្រូតែបើអត់មានទេលោកគ្រូអ្នកគ្រូមិនដាក់ទេប៉ុន្តែលោកគ្រូអ្នកគ្រូត្រូវតែសរសេរបើអត់សរសេរទេលោកគ្រូអ្នកគ្រូនឹងអត់មានទិន្នន័យទេភាគច្រើនកន្លែងហ្នឹងគឺអត់លោកគ្រូអត់សរសេរគឺអត់ចាអញ្ចឹងសារធនធានពោធិ៍សាត់គាត់ជាគម្រោងជីបចាបើសិនជាគាត់ជីប AS ដាក់ជីប AS ទៅហើយសិស្សហ្នឹងមានប្រហែលអ្នកឧទាហរណ៍50ឧទាហរណ៍ចឹងទៅ25ហើយឈ្មោះនាយិកាឈ្មោះអីចឹងយើងដាក់ចឹងមកចាអញ្ចឹងមានទិន្នន័យចូលឧទាហរណ៍ថាបើអត់មានចឹងកន្លែងនេះអត់ទាន់មានទិន្នន័យនៃលោកគ្រូអញ្ចឹងយើងទៅរកមើលហេតុអីអត់មានទិន្ននេះលេខទូរស័ព្ទគាត់ចាអញ្ចឹងនេះលេខទូរស័ព្ទគាត់អញ្ចឹងកន្លែងនេះគឺមានទិន្នន័យតោះហ្នឹងលោកគ្រូកន្លែងហ្នឹងតែបើអត់ទេលោកគ្រូដាក់ថាគ្មានមកចាគ្មានមកកន្លែងនេះយើងដាក់ថាមិនមានចាកន្លែងនេះគឺដាក់000ចាអញ្ចឹងបានវាដាក់ថាមានទិន្នន័យចាអញ្ចឹងកន្លែងប្រព័ន្ធដើមនិងទិន្នន័យសាលាលោកគ្រូតន់ណាអញ្ចឹងខ្ញុំសូមអត់តន់បង្ហាញទី2និងទី3នេះទេអញ្ចឹងខ្ញុំសូមទៅបង្ហាញនៅព័ត៌មានសិស្សសិនអញ្ចឹងព័ត៌មានសិស្សដូចខ្ញុំបានជម្រាបលោកគ្រូតាំងពីដើមមកlink នេះចាអញ្ចឹងកន្លែងនេះអត្តលេខសូមឲ្យឆ្នាំមុនឧទាហរណ៍សិស្សកមានអត្តលេខ2000ឆ្នាំមុនអញ្ចឹងឆ្នាំនេះសូមឲ្យគាត់នៅតែ2000ដដែលលោកគ្រូស្ដាប់ខ្ញុំតន់កន្លែងហ្នឹងអត់បើសិនជាគាត់មានលេខរៀង1005គឺសូមដាក់1005ពីឆ្នាំមុនហើយសម្រាប់បញ្ជីឈ្មោះនេះលោកគ្រូអាចមិនបាច់ដាក់តាមដំណាក់ថ្នាក់ឧទាហរណ៍ថាតតែថ្នាក់ទី1នៅលើហើយថ្នាក់ទី2ថ្នាក់ទី2ទី3មិនគេលោកគ្រូមានទិន្នន័យថ្នាក់ណាលោកគ្រូដាក់ក្នុងថ្នាក់ហ្នឹងដោយសារតែពេលដែលទៅវិជ្ជាបន្ទុកវាអត់រត់តាមដូចថាថ្នាក់ទី1ហើយទី2តាមលំដាប់មានថាវារត់ចូលទៅក្នុងថ្នាក់របស់វា direct ទេអញ្ចឹងលោកគ្រូមិនបាច់ចាំបារម្ភថាតតែមានគ្រប់បានលោកគ្រូបញ្ចូលអីទេចាអញ្ចឹង page ខ្ញុំសូមបញ្ជាក់ដែរជាពិសេសលោកគ្រូដែលយកពី link Excel អញ្ចឹងលោកគ្រូនៅក្នុង link នេះគឺគេចាប់ប្រុសហើយនឹងស្រីអញ្ចឹងបើសិនជាលោកគ្រូដាក់អក្សរសជាមួយនឹងសេតហើយព្រោះភាគច្រើនពេលខ្លះលោកគ្រូដាក់សអញ្ចឹងណាអញ្ចឹងវានឹងអត់លោតចំនួននេះលោកគ្រូឃើញអត់គឺអត់មានលោតចំនួនស្រីនឹងមកទេអញ្ចឹងបើសិនជាលោកគ្រូអត់មានចំនួនសិស្សអញ្ចឹងបើសិនជាលោកគ្រូដាក់ប្រុសស្រីវានឹងលោតមកថាសិស្សសរុបប៉ុន្មានអញ្ចឹងនេះគឺវាចាប់អញ្ចឹងតែបើសិនលោកគ្រូដាក់សបគឺវាពេលលោកគ្រូ copy ចូលមកលោកគ្រូមើលកន្លែងហ្នឹងផងហើយកន្លែងនេះថ្ងៃខែឆ្នាំកំណើតគឺគេចាប់ direct ឲ្យគេឲ្យ direct ឲ្យយើងកុំឲ្យលោកគ្រូច្រឡំព្រោះឲ្យលើកមុនលោកគ្រូដាក់ថ្ងៃខែឆ្នាំតែពេលខ្លះខែទៅមុខហ្នឹងទៅថ្ងៃទៅកណ្ដាលហ្នឹងទៅអញ្ចឹងឧទាហរណ៍ថ្ងៃ1ខែ2ចាអញ្ចឹងខែនេះគេមានអីរើសទៀតអានេះក៏មានអីរើសដែរតែវាយយកទៅលោកគ្រូស្រួលអញ្ចឹងកន្លែងនេះដូចថា2000ឧទាហរណ៍ចឹងមកចាអញ្ចឹងវានឹងរត់ឲ្យយើង direct ហើយកន្លែងអាយុនេះគឺ direct ដែរតែកន្លែងនេះគឺយើងសម្រាប់បឋមគឺយើងមិនប៉ះពាល់ទេលោកគ្រូអញ្ចឹងមានន័យថាសិស្សយើងអត់ទាន់បានធ្វើតេស្ត PISA ទេដោយសារតែយើងនៅកម្រិតបឋមទេអញ្ចឹងកន្លែងនេះ direct ទាំងអស់គឺអត់ចាហើយមួយទៀតថ្នាក់ចា
ឧទាហរណ៍គាត់គឺថ្នាក់ទី1ហើយមួយទៀតលោកគ្រូអ្នកគ្រូកុំបញ្ចូលសិស្សថ្នាក់មត្តេយ្យនៅពេលលោកគ្រូអ្នកគ្រូបញ្ចូលថ្នាក់មត្តេយ្យពេលចាប់ទៅប្រព័ន្ធពិន្ទុគឺវាបាត់ឈ្មោះសិស្សយើងហើយបន្ទប់នេះលោកគ្រូអ្នកគ្រូនឹងឃើញ ABC អញ្ចឹងកន្លែងនេះខ្ញុំទៅកន្លែងកំណត់បន្ទប់កំណត់ថ្នាក់រៀនលោកគ្រូអ្នកគ្រូឃើញកន្លែងទី3នេះអត់អញ្ចឹងលោកគ្រូអ្នកគ្រូចង់ឲ្យថ្នាក់ A នេះទៅកចា A នឹងទៅក B នឹងទៅខ C នឹងទៅកអីចឹងមកតែ3ប៉ុណ្្នឹងទៅចាអញ្ចឹងយើងទៅ Seat ទី4វិញចាអញ្ចឹងយើងនឹងរើសបានឃើញទេលោកគ្រូចាអញ្ចឹងកន្លែងនេះឧទាហរណ៍ខតាមខចឹងមកចាចឹងមកបន្ទាប់មកមិនបំពេញទេកន្លែងនេះលោកគ្រូមើលតែកន្លែងគេចាប់រូបមន្តមកប្រភេទសិស្សអញ្ចឹងមានថាគាត់ជាសិស្សដែលឡើងថ្នាក់សិស្សថ្មីទេចូលឬក៏ត្រួតឬក៏ចូលរៀនឡើងវិញចូលរៀនឡើងវិញនេះគឺមានថាគាត់ឈប់ហើយមានថាគាត់បោះបង់ហើយតែគាត់មកចុះឈ្មោះចូលរៀននៅសាលាយើងវិញអញ្ចឹងសិស្សភាគច្រើនគឺចូលថ្មីទាំងអស់លោកគ្រូអ្នកគ្រូចាថ្ងៃនេះហើយបើសិនជាគាត់ត្រួតលោកគ្រូអ្នកគ្រូដាក់ត្រួតហើយផ្ទេចូលនេះមានករណីឧទាហរណ៍ថាពេលយើងកំពុងដំណើរការមានថាដូចជាពីថ្ងៃទី1ដល់ថ្ងៃទី15 17នេះហើយប៉ុន្តែស្រាប់តែនៅមានផ្ទេឧទាហរណ៍គាត់ផ្ទេពីសាលាវត្តលួងទៅសុភីឬក៏វត្តលួងទៅភូមិនីអញ្ចឹងទៅអញ្ចឹងមានថាផ្ទេចូលអីចឹងទៅចាហើយលក្ខខណ្ឌមានថាសិស្សចូលបន្ថែមឬក៏សិស្សដើមឆ្នាំចាអញ្ចឹងឥឡូវដើមឆ្នាំគ្រូដាក់ដើមឆ្នាំមកពីទាំងកន្លែងនេះដាក់ដើមឆ្នាំនឹងអត់បើសិនជាដាក់សិស្សបន្ថែមនេះក៏វាអត់ចាប់ដែរជាក់ស្ដែងlink កាលពីឆ្នាំមុនគឺអញ្ចឹងដាក់បន្ថែមនេះគឺអត់ចាប់ទេហើយមកពីសាលាអញ្ចឹងសាលាគោលដៅគេដាក់បញ្ជីឈ្មោះនេះឲ្យស្រេចទៅគ្រូអញ្ចឹងយើងរើសកន្លែងនេះគឺរើសយកខេត្តពោធិ៍សាត់របស់យើងមកអញ្ចឹងគេនឹងចាប់ឲ្យគ្រូអាចដឹងឲ្យថាសាលាគោលដៅហ្នឹងមានសាលាណាខ្លះចាអញ្ចឹងយើងអាចមើលតាមនឹងមកហើយកន្លែងនេះមកពីឧទាហរណ៍គាត់ថ្នាក់ទី1មត្តេយ្យចំណុះឬក៏មត្តេយ្យក្រៅចំណុះហើយឬក៏ផ្សេងអញ្ចឹងលោកគ្រូអាចដាក់តាមជាក់ស្ដែងនេះមានថាសិស្សថ្នាក់ទី1នេះចាអញ្ចឹងមួយទៀតឈ្មោះមត្តេយ្យអញ្ចឹងមត្តេយ្យអីគេឧទាហរណ៍កណ្ដៀងឧទាហរណ៍អញ្ចឹងចាហើយមួយទៀតជនជាតិភាគតិចឬក៏ជនមានអត់តែខ្ញុំគិតថាភាគច្រើនគឺអត់មានទេតែបើសិនជាគាត់ជនជាតិចាមដាក់តាមជាក់ស្ដែងចាភេទពិការកន្លែងនេះខ្ញុំជឿថាសាលាគ្រូខ្លះគាត់បានធ្វើតេស្តសើកំហុសសើស្ដាប់ហើយអញ្ចឹងអាចដាក់តាមនឹងបើសិនជាអត់ទេដាក់ថាមិនមានហើយគាត់មានឧបករណ៍ជំនួយអត់បើអត់ទេអត់កំព្រាមានកំព្រាអត់ហើយមួយទៀតបានក្រីក្រគាត់មានបាញ់ក្រីក្រអត់គ្រូក្រ1ក្រ2ឬក៏បានហានិភ័យតែបើអត់ទេដាក់អត់តែនៅក្នុងសាលាគ្រូប្រកាសជាមានហើយសិស្សដែលគាត់មានបានសមធម៌ដែលគាត់ទទួលបានថវិកាពីមូលនិធិជាតិសង្គមអញ្ចឹងបើសិនអត់ដាក់អត់ហើយប្រភេទនេះគឺយើងអាចដាក់មកដាក់ថាកម្មវិធីអាហារូបករណ៍ហើយលេខធានារ៉ាប់រងនេះបើសិនជាផ្ទះគាត់ភាគច្រើនផ្ទះកូនគេដែលគាត់មានជីវភាពធូរធារខ្ញុំគិតថាអាចនឹងមានបានក្រីក្រនេះតែបើសាលាគ្រូអត់មានទេដាក់0ហើយកន្លែងនេះគឺលេខសម្បត្តិកំណើតអញ្ចឹងដូចឆ្នាំតមិញដែរឧទាហរណ៍ថាភាគច្រើនគឺថ្ងៃដែលធ្វើហើយនិងថ្ងៃដែលគាត់កើតអញ្ចឹងដូចគាត់កើតមិញ2009ហ្នឹងចាត្រូវហើយអញ្ចឹងឧទាហរណ៍អញ្ចឹងមកលេខរៀងដែលគាត់ធ្វើហើយនឹងថ្ងៃឆ្នាំកំណើតរបស់គាត់លេខទូរស័ព្ទលេខសិស្សខ្លះអាចថាថ្នាក់ទី6ទី5អីសាលាខ្លះគឺគាត់មានហើយអញ្ចឹងបើគាត់មានលោកគ្រូដាក់មកតែបើអត់ទេលោកគ្រូដាក់0ហើយកន្លែងនេះទីកន្លែងកំណើតនេះលោកគ្រូត្រូវកំណត់ព្រោះខ្ញុំគឿថានៅសាលាលោកគ្រូខ្លះគឺគាត់នៅភូមិដែរទេអញ្ចឹងលោកគ្រូយកទៅនេះកន្លែងទី2វិញគឺកំណត់ទីកន្លែងកំណើតរបស់សិស្សអញ្ចឹងឧទាហរណ៍ថាគាត់នៅភូមិអីលោកគ្រូសាចូលលោកគ្រូ
ចូល ចាលោកគ្រូសុំភូមិសាលាលោកគ្រូមួយមកលោកគ្រូកុំឲ្យផ ភូមិបឹង គេចាំពេកភូមិអីក៏បាន ភូ លោកគ្រូ ភូមិបឹងឈូកឃុំកដៀង បឹងឈូកចាអញ្ចឹងឃុំអញ្ចឹងបើនៅគាត់នៅក្រុងក៏ដាក់សង្កាត់មកចាតែបើនេះដាក់នៅស្រុកចាអញ្ចឹងនេះកណ្ដៀងដែរចាអញ្ចឹងខេត្តយើងរើសមកលោកគ្រូអ្នកគ្រូចាអញ្ចឹងវានឹងលោតមកហើយអញ្ចឹងនៅកន្លែងបញ្ជីឈ្មោះសិស្សយើងនេះដូចគ្នាចានេះឃើញហើយលោកគ្រូអ្នកគ្រូឥឡូវខ្ញុំសុំភូមិមួយទៀតលោកគ្រូ ភូមិកដៀង ភូមិកណ្ដៀងចាអញ្ចឹងនេះផ្លេចរើសភូមិស្រុកអញ្ចឹងវារត់មកលោកគ្រូអញ្ចឹងឧទាហរណ៍ថាកូនកហ្នឹងមិនមែននៅភូមិបឹងឈូកទេនៅភូមិកណ្ដៀងអញ្ចឹងវារើសកណ្ដៀងវិញតោះណាលោកគ្រូអញ្ចឹងលោកគ្រូត្រូវកំណត់កន្លែងទីតាំងនេះទៅកំណត់នៅខាងលេខរៀងទី2សិនហើយចាំរើស select នៅខាងនេះចាបន្ទាប់មកតទៀតកន្លែងនេះលោកគ្រូអត់បំពេញទេចាអញ្ចឹងឈ្មោះឪពុកមុខរបរលេខទូរស័ព្ទទូម្ដាយបណ្ណាយកទៅមើលអមដាមុន មុខរបរលេខទូរស័ព្ទដូចគ្នាចាអាស័យដ្ឋានបច្ចុប្បន្នដូចគ្នារើសមកលោកគ្រូចាហើយកន្លែងនេះព័ត៌មានអាណាព្យាបាលមានហាមបន្ទាប់ពីម៉ាក់ប៉ាមានអត់បើសិនជាគាត់មានតែម៉ាក់ប៉ាលោកគ្រូអាច copy ឈ្មោះម៉ាក់ប៉ាគាត់យកមកដាក់មកលេខទូរស័ព្ទអាស័យដ្ឋានបច្ចុប្បន្នដូចគ្នាហើយចំណាក់ស្រុកប៉ាម៉ាក់គាត់ធ្វើការនៅក្រៅប្រទេសក្នុងប្រទេសក្នុងខេត្តកន្លែងក្រៅប្រទេសនោះមានហានៅក្រៅប្រទេសយើងបណ្ដោយលោកគ្រូហើយកន្លែងក្នុងប្រទេសនេះមានហានៅក្នុងប្រទេសយើងប៉ុន្តែក្នុងខេត្តផ្សេងដល់ពេលធ្វើការក្នុងខេត្តមានហាធ្វើការក្នុងខេត្តយើងពេលខ្លះគាត់ទៅធ្វើនៅស្រុកកកឬក៏ស្រុកបកានអីចឹងទៅចាតែបើអត់មានទេលោកគ្រូដាក់ថាมันមានអំពើហិង្សាកន្លែងនេះលោកគ្រូត្រូវដឹងដែរថាតើគ្រួសាររបស់កូននៅក្នុងសាលារបស់លោកគ្រូមានការប្រើអំពើហិង្សាក្នុងគ្រួសារអត់ឬក៏ការប្រើហ្នឹងញឹកញាប់ឬក៏ម្ដងការបើសិនជាអត់មានទេលោកគ្រូដាក់ថាมันមានអីចឹងទៅផ្ទះសម្បែងកន្លែងនេះដូចឆ្នាំមុនដែរតែគាត់នៅផ្ទះជួលស្នាក់នៅមិត្តភ័ក្តិបើសិនយើងអត់ដឹងប្រកាសទេយើងដាក់ថាมันពិតប្រកាសចឹងទៅយើងឲ្យយើងអត់ដឹងច្បាស់លាស់គាត់ម្ដងនៅនេះម្ដងនៅនោះអីចឹងលោកគ្រូចាហើយប្រាក់នេះក៏ចឹងដែរកន្លែងនេះយើងតែងជាប្រឈមរាល់ឆ្នាំដោយសារយើងមិនទៅហ៊ានទៅសួរគ្រួសារគេទេប៉ុន្តែបើសិនជាលោកគ្រូអាចសួរគាត់ជាក់ស្ដែងគឺសុំឲ្យដាក់ឲ្យពិតចាអញ្ចឹងគេគិតជាដុល្លារហើយកន្លែងនេះអ្នកមើលថែបើសិនជាអត់មានទេលោកគ្រូដាក់មិនមានទៅបន្ទាប់ពីតែខ្លះគាត់អាចនៅមួយជីដូនគាត់អីចឹងទៅពេលបន្ទាប់ពីម៉ាក់ប៉ាគាត់ណាចាស្ថានភាពរស់នៅគាត់រស់នៅជាមួយអ្នកគេដូចខ្ញុំនិយាយមិនហ្នឹងចឹងបើសិនជាគាត់នៅមួយម៉ាក់ប៉ាដាក់ម៉ាក់ប៉ាមកឬក៏គាត់ឧទាហរណ៍កូនកហ្នឹងគាត់កំព្រាម្ដាយអញ្ចឹងមានថាគាត់នៅជាមួយឪពុកឬគាត់កំព្រាឪពុកនៅមួយម្ដាយឬក៏គាត់នៅជាមួយអ្នកគេទេគឺនៅអាណាព្យាបាលមានថានៅមួយយាយតាឬក៏ពូមីងអីចឹងទៅហើយឬក៏សាច់ញាតិចាហើយមួយនេះគឺកន្លែងនេះលោកគ្រូឧទាហរណ៍កូនកហ្នឹងមានបងប្អូនឈ្មោះខហើយឆ្នាំកំណើតដាក់ឆ្នាំកំណើតយកតែម្ដងទៅលោកគ្រូអញ្ចឹងខកើតគាត់ហៅគាត់មានបងចាស់បងម្នាក់ឬក៏2នាក់បងកនិងបងកអញ្ចឹងមកដាក់តែប៉ុណ្្នឹងមកបានលោកគ្រូចាបើសិនជាអាចដាក់ភេទទៀតក៏បានដាក់កឧទាហរណ៍ស្រីអញ្ចឹងមកអានេះប្រុសចាបែបនេះមកលោកគ្រូហើយឬក៏លោកគ្រូក្បៀសចេះមកដើម្បីយើងងាយស្រួលមើលចាអញ្ចឹងជំងឺបើសិនជាគាត់ខ្ញុំគិតថាក្មេងខ្លះគឺគាត់អាចនឹងមានជំងឺប្រចាំកាយរបស់គាត់ដូចខ្សោយបេះដូងអីឬក៏គាត់ភ័យលឺអីគេជំងឺស្រើតអីគេមិនលោកគ្រូអញ្ចឹងបើមានលោកគ្រូដាក់មកតែបើអត់ទេដាក់អត់មកចឹងកន្លែងនេះបើសិនជាមានផែនការមានថាបើសិនជាគាត់មានជំងឺប្រចាំកាយរហូតអញ្ចឹងតើគាត់
មានផែនការជាមួយនឹងអាណាព្យាបាលហ្នឹងមានការមានផែនការព្យាបាលអត់បើអត់ដាក់អត់បើមានដាក់មានមកឲ្យមធ្យោបាយហើយយើងបានគាត់មានជំនួយពីសហគមន៍ផ្សេងឬក៏ជាបន្ទុកគ្រួសារឬក៏អត់មានទេគ្រូដាក់តាមជាក់ស្ដែងហើយបញ្ហាសុខភាពដូចគ្នាដែរគាត់មានជំងឺប្រចាំកាយដូចខ្ញុំនិយាយមិនហ្នឹងចឹងគាត់ឈឺម្ដងកាលខ្លួនខ្លះគាត់ឈឺម្ដងម្កាលដែរចាឬក៏សុខភាពល្អព្រោះខ្លះដៃឈឺសោះចាអញ្ចឹងការផ្ដល់ការព្យាបាលអញ្ចឹងដោយសារគិតសាច់ញាតិសហគមន៍អង្គការឬក៏អង្គការរាជរដ្ឋាភិបាលអញ្ចឹងបើសិនជាអត់ទេដាក់អត់មកហើយលេខទូរស័ព្ទនេះបើអត់លោកគ្រូដាក់0មកចាអញ្ចឹងការចូលរួមនេះក៏សំខាន់ដែរដោយលោកគ្រូខ្ញុំឃើញមានការចូលរួមប្រជុំរបស់សាលាលោកគ្រូច្រើនដែរអញ្ចឹងតើគាត់ចូលរួមហ្នឹងគាត់ចូលរួមបែបណាប្រចាំខែចូលរួមជួយកូនជួយគ្រូកែលម្អឬក៏ផ្សេងចាសំណងពអញ្ចឹងខ្ញុំជឿថាអាណាព្យាបាលសិស្សគឺគាត់ប្រហែលជាអាចនឹងមានសំណងមកកាន់សាលាហើយអញ្ចឹងតើគាត់មានសំណងពអីខ្លះចាអញ្ចឹងដាក់តាមនឹងមកហើយមួយទៀតកូនកហ្នឹងជាសិស្សបែបណារៀនជាក់ស្ដែងខ្ញុំគិតថាប្រកាសជារៀនជាក់ស្ដែងដកបេក្ខភាពនេះអត់នេះទេចាអញ្ចឹងគឺយើងដាក់អានេះយើងធ្វើបច្ចុប្បន្នភាពរហូតទេលោកគ្រូអ្នកគ្រូចាចឹងថាឧទាហរណ៍កូនកហ្នឹងគាត់បោះបង់យើងដាក់បោះបង់មកឬក៏កូនកហ្នឹងមោទនភាពដាក់មោទនភាពអីចឹងទៅចាហើយពេលវេលាអញ្ចឹងមានថាយើងបញ្ចូលដំបូងនេះគឺនៅក្នុងឆមាសទី1ចាអញ្ចឹងកន្លែងនេះបើសិនជាគាត់បោះបង់គឺយើងអាចដាក់មកថាសិស្សហ្នឹងគាត់បោះបង់ទៅសាលាឧទាហរណ៍គេដាក់មកថាបោះបង់ឬក៏ផ្ទេរចេញឧទាហរណ៍កន្លែងនេះឧទាហរណ៍ដាក់ផ្ទេរចេញចាចាអញ្ចឹងផ្ទេរចេញគេទៅណាអញ្ចឹងយើងដាក់មកទៅសាលាបឋមកណ្ដៀងឧទាហរណ៍អញ្ចឹងចាអញ្ចឹងយើងដាក់តែប៉ុណ្្នឹងមករួចកន្លែងនេះគាត់មានផែនការអត់អញ្ចឹងសាលាលោកគ្រូអ្នកគ្រូខ្ញុំគិតថានឹងអាចធ្វើឲ្យផែនការអញ្ចឹងធ្វើឲ្យនៅបើធ្វើឲ្យដាក់គ្រីសបើនៅដាក់ខ្វែហើយតើគាត់មានទូនាទីជាក្រុមប្រឹក្សាកុមារអត់បើមានគាត់ជាប្រធានឬក៏អនុប្រធានឬក៏ជាសមាជិកហើយឬក៏អត់មានទេដាក់ថាមិនមានហើយបើមានគឺមានតែសម្រាប់សិស្សទី4ដល់ទី6ទេចាហើយកន្លែងនេះគឺ BMI លោកគ្រូអញ្ចឹងខ្ញុំជឿថានៅតាមស្រុកលោកគ្រូអ្នកគ្រូប្រកាសជាបានធ្វើហើយ BMI នេះទម្ងន់គាត់ប៉ុន្មានកម្ពស់គាត់ប៉ុន្មានអញ្ចឹងវានឹងកណនាមកហើយអញ្ចឹងមើលសាកសិនគេហៅទម្ងន់គាត់20ចាកម្ពស់គាត់1.10 ម៉ែត្រឧទាហរណ៍ចាអញ្ចឹងនេះវានឹងកណនា BMI មកឲ្យលោកគ្រូអ្នកគ្រូ direct ឲ្យហើយអញ្ចឹងកន្លែងនេះលោកគ្រូអ្នកគ្រូងាយស្រួលដែរបើសិនជាឧទាហរណ៍ថាកាលឡៃលោកគ្រូអ្នកគ្រូសាកចង់សុំអីលោកគ្រូអ្នកគ្រូអាចមានអានេះកណនាឲ្យស្រេចលទ្ធផលគឺស្គមអញ្ចឹងគាត់ត្រូវការអីគេមានបញ្ហាអាហារូបត្ថម្ភចាអញ្ចឹងគាត់បើសិនជាគាត់មានបញ្ហាហើយលោកគ្រូអ្នកគ្រូនឹងអន្តរាគមន៍ចំពោះគាត់បែបណាចាអញ្ចឹងយើងដាក់មកឧទាហរណ៍ថាយើងនឹងជួយឧទាហរណ៍ដូចនៅសាលាបឹងឈូកគាត់មានកម្មវិធីអាហារូបត្ថម្ភអាហារពេលព្រឹកអញ្ចឹងគាត់នឹងឲ្យសិស្សនឹងញ៉ាំគ្រប់គ្រាន់អីចឹងទៅចាអញ្ចឹងកន្លែងនេះវាអត់យើងអត់ទៅសេអីទេចាកន្លែងនេះបើសិនជាឧទាហរណ៍កហ្នឹងគាត់មានបញ្ហារស់នៅអីដាក់តាមជាក់ស្ដែងតែបើអត់ពេញក៏បានឲ្យលោកគ្រូកន្លែងនេះហ្នឹងចាអញ្ចឹងតែប៉ុណ្ណឹងទេសម្រាប់ព័ត៌មានសិស្សអញ្ចឹងច្រើនណាស់លោកគ្រូអ្នកគ្រូចាអញ្ចឹងកន្លែងនេះអត់មានជាបញ្ហាទេបញ្ហាគ្រូដូចឆ្នាំមុនដែរលោកគ្រូអ្នកគ្រូអញ្ចឹងខ្ញុំសូមអត់និយាយទេចាហើយបានព័ត៌មាននេះលោកគ្រូអ្នកគ្រូអាចឧទាហរណ៍បញ្ចូលហើយនេះកូនកឈ្មោះនេះហ្នឹងចាអញ្ចឹងវានឹងលោតឲ្យនេះនាយកសាលាបើមានលេខទូរស័ព្ទដាក់មកបាត់ហើយចាអញ្ចឹងវានឹងលោតឲ្យអានេះកន្លែងនេះយើងអត់ទាន់បានបំពេញឈ្មោះអាណាព្យាបាលសិស្សអញ្ចឹងកន្លែងនេះយើងអាចឲ្យគ្រូប្រចាំថ្នាក់ព្រីនបញ្ចេញមកអាចឲ្យគ្រូប្រចាំថ្នាក់សញ្ញេនិងសម័យខ្លួននេះលោកគ្រូអាចទុកបានជាក់ស្ដែងហើយកន្លែងនេះនៅពេលដែល
យើងបំពេញឈ្មោះសិស្សហើយវានឹងមានគេឈ្មោះនៅក្នុងនេះdirect ហើយកន្លែងឈ្មោះគ្រូនេះលោតនៅពេលដែលលោកគ្រូអ្នកគ្រូបំពេញឈ្មោះនេះតែម្ដងគ្រូតែម្ដងចាដឹកមុនយើងរើសសិស្សនេះរើសថ្នាក់នេះអត់បានណាកន្លែងនេះណាតែឥឡូវរើសបានលោកគ្រូកន្លែងព័ត៌មានសិស្សគ្រូតាច្រឡំកម្រិតបង្រៀននេះកន្លែងនេះហេកន្លែងបន្ទុកនេះហេបើសិនលោកគ្រូអត់បញ្ចូលឈ្មោះសិស្សអត់ថ្នាក់សិស្សគ្រប់ទេកន្លែងនេះគ្រូរើសបានទេចាអញ្ចឹងនេះបានព័ត៌មានសិស្សអញ្ចឹងយើងអាចរើសមកចាអញ្ចឹងវានឹងលោតមកហើយសិស្សមានបញ្ហាទទួលអន្តរាគមន៍អីគឺវាលោតឲ្យ direct ឯលោកគ្រូនេះលោកគ្រូអាច print ឲ្យកាលឲ្យអប់រំក្រុងផ្នែកសុខភាពសិក្សាបានហើយកន្លែងនេះដូចគ្នាអត់មានអីជាបញ្ហាទេរៀនជាក់ស្ដែងនេះគេដាក់មកទាំងអស់ឲ្យគ្រូចាលោកគ្រូចង់ដឹងអាសិស្សជាក់ស្ដែងលោកគ្រូអ្នកគ្រូមានប៉ុន្មានដាក់មកហើយមួយទៀតគឺគេមានអានេះស្ថានភាពរស់នៅនេះកាត់សិស្សលោកគ្រូអាចធ្វើជាកាត់សិស្សហ្នឹងមកតែលោកគ្រូរើសថ្នាក់សិនមកនេះកូនកហ្នឹងចាភេទប្រុសស្រុកអីហើយអានេះបើយើងពេញអស់គឺវានឹងលោតមកហើយចាអញ្ចឹងហើយតែភាសានេះគឺយើងអត់នេះទេចាអញ្ចឹងអស់ហើយអញ្ចឹងអ្វីដែលលោកគ្រូអ្នកគ្រូបំពេញគឺលោកគ្រូអ្នកគ្រូត្រូវបំពេញទី1គឺព័ត៌មានសាលារៀនដូចឆ្នាំតំបែងដែរព័ត៌មានសិស្សនិងព័ត៌មានគ្រូអញ្ចឹងវានឹងលោតថាសាលាលោកគ្រូអ្នកគ្រូមានតិន័យចាអញ្ចឹងទី1លោកគ្រូអ្នកគ្រូបំពេញព័ត៌មានសិស្សសំទោសព័ត៌មានសាលារៀនព័ត៌មានសិស្សនិងព័ត៌មានគ្រូចាចឹងលោកគ្រូអ្នកគ្រូមានចម្ងល់អាចលើកឡើងបានចានេះនៅរោដូចខ្ញុំអត់ឃើញខ្ញុំ